Xin chào miêu xua nèទាំងអស់គ្នាចំពោះវីដេអូនេះគឺយើងតពីវីដេអូមុនដែលវីដេអូនេះគឺយើងនិយាយតាក់ទងជាមួយនឹង process នៅលើ Linux អញ្ចឹងយើងប្រើតាក់ទង process kill ឬក៏អីផ្សេងៗហ្នឹងទៅលើ Linux របស់យើងថ្មីអញ្ចឹងដើម្បីធ្វើការតេស្តហ្នឹងបានខ្ញុំសូមមកតេស្តទៅលើ date time របស់ខ្ញុំថាម៉ោងដែលខ្ញុំធ្វើការតេស្តហ្នឹងវាម៉ោងប៉ុន្មានអញ្ចឹងខ្ញុំសូមធ្វើការតេស្ត date មួយ sorry អក្សរខ្ញុំជាប់ date ចឹងខ្ញុំធ្វើការតេស្ត date មួយចឹងថ្ងៃខែដែលខ្ញុំបានធ្វើការតេស្តនេះថ្ងៃទី15ខែ9 2026ចឹងខ្ញុំសូមតេស្តថ្ងៃខែហ្នឹងថាខែហ្នឹងវាដាច់ថ្ងៃទីប៉ុន្មានហើយមានដែលយើងតេស្តហ្នឹងតេស្តត្រូវអត់អញ្ចឹងខ្ញុំធ្វើការតេស្តខែហ្នឹងខែ2ឆ្នាំ2021នឹងដាច់28អញ្ចឹងមួយទៀតសម្រាប់ខ្ញុំនឹងធ្វើការតេស្តទៅលើ PS ឬក៏ process ID របស់យើងហ្នឹងអញ្ចឹងដើម្បីតេស្ត PS គឺយើងវាយ comment PS ហើយយើងមកអានេះគឺជាលេខ ID របស់យើងលេខសម្គាល់របស់យើងហើយមួយនេះTTY សម្រាប់ TTY គឺជាកន្លែងសម្រាប់ node អីផ្សេងៗគឺយើងTTY មកពាក្យពេញថា Televeriver សម្រាប់កន្លែង node ហ្នឹងឯងមួយទៀតទៅលើ time ម៉ោងដែលយើងតេស្តយើងវាយហ្នឹងម៉ោងប៉ុន្មានហើយយើងប្រើជាមួយនឹងអីខ្លះជាប្រភេទ CMD ប្រភេទ C terminal ឬក៏ប្រភេទ git bash ហ្នឹងឯងអញ្ចឹងដោយសារនៅលើនេះយើងប្រើជាប្រភេទ bash ក្នុងហ្នឹងអញ្ចឹងទៅលើមួយទៀតខ្ញុំសូមតេស្តជាមួយនឹង PS sorry វាចូលណាណៃនោះអញ្ចឹងដោយសារខ្ញុំដក clear កាន់សូម check ទៅលើកុំព្យូទ័រខ្ញុំកាន់អីចេះកុំព្យូទ័រអញ្ចឹងសម្រាប់ comment ហ្នឹងខ្ញុំសូមអត់តេស្តបរោយទៅដោយសារដក clear កាត់អញ្ចឹងមួយទៀតខ្ញុំសូមតេស្តទៅលើ real time ហ្មងថាដែលយើងប្រើហ្នឹងប្រើអស់ប្រហែលនៅប្រើ CPU អស់ប្រហែល RAM អស់ប្រហែលនៅលើនេះនឹងឯងអញ្ចឹងដើម្បីទៅតេស្តការតេស្តហ្នឹងគឺយើងមានពីររបៀបគឺយើងមាន top ជាមួយនឹង 8 top បើសិនជាយើងប្រើ 8 top អាហ្នឹងយើងត្រូវ install ជាមួយនឹងATP របស់ Linux ទៀតអញ្ចឹងខ្ញុំសូមយក option ទី1គឺយើងប្រើជាមួយនឹង top អញ្ចឹងខ្ញុំប្រើខណៈតែ comment ថា top អញ្ចឹងយើងគ្រាន់តែប្រើ comment ថា top អក្សរតូចមកអញ្ចឹងវានឹងឃើញ real time របស់យើងមានជាមួយនឹង ID របស់យើងប្រើ CPU user ឈ្មោះអីគេហើយអានេះគឺយើងប្រើ CPU វាអស់ប្រហែលដែលយើងកំពុងតេស្តហ្នឹងអញ្ចឹងក្នុងហ្នឹងវានឹង load តមកឲ្យយើងដឹងថាយើងប្រើ CPU RAM កើនឡើងអស់ប្រហែលអញ្ចឹងមកដល់ខាងក្រោមយើងធ្វើការ scroll មកក្រោមណាអញ្ចឹងដើម្បីបិទអានឹងបានយើងធ្វើការចុចសញ្ញាខ្ជូលមកវានឹងបិទហើយអញ្ចឹងមួយទៀតខ្ញុំសូមតេស្តទៅលើនៅលើ Chrome ម្ដងដើម្បីតេស្តលើ IP នៅលើអញ្ចឹងខ្ញុំប្រើ comment PS ដដែលមកPS AUX របស់ខ្ញុំហើយយើងប្រើ slash យើងប្រើ graph នេះហើយតមកយើងសេ Chrome មក Chrome E អញ្ចឹងយើងនឹងឃើញជាមួយនឹង username របស់យើងហើយនឹងលេខ PID របស់យើងហើយយើងនឹងមើល CPU មាន CPU ដូចគ្នាហើយយើងមានលេខ IP ហើយយើងប្រើនៅលើ Chrome អញ្ចឹងដោយសារមុននឹងកុំព្យូទ័រខ្ញុំកាំងចឹងខ្ញុំសូមតេស្តមកកាន់តេស្ត PS AUX វិញម្ដងដែលខ្ញុំបានបញ្ចូលខាងលើនោះអញ្ចឹងអានេះគឺជាតេស្តទៅលើ username អានេះគឺយើងតេស្តនៅលើ local machine របស់យើងមកមុនហ្នឹងយើងប្រើជាមួយនឹង real time អានេះគឺយើងប្រើផ្ទាល់ហ្នឹងគឺវានឹងប្រាប់វាមានអីខ្លះវាមាន username វាមាន ID របស់យើងដែលបង្ហាញនៅក្នុងហ្នឹងហើយនៅ comment មួយចំនួនទៀត